ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដូចបងប្អូនឃើញហើយគឺខ្ញុំមកកំពង់សោមបងប្អូនណាហើយយើងរៀបចំទៅវិញថ្ងៃហ្នឹងហើយខ្ញុំក៏បានសន្យាvớiបងប្អូនថាខ្ញុំនឹងធ្វើវីដេអូមួយតាក់ទងទៅនឹងចែករំលែកថាពីមុនខ្ញុំធ្លាប់ចាញ់បោកហើយក៏ដូចជាចាយលុយខុសគោលដៅគឺខ្ញុំធ្លាប់ចាយលុយទិញមន់មេបាថ្លៃយកមកបង្កាត់ប៉ុន្តែអត់ទទួលបានលទ្ធផលទេដោយសារយើងជ្រើមជ្រួតាមគេអាហ្នឹងគឺទី1មកពីយើងអត់បានស្គាល់ពីពូជបោមន់ច្បាស់គេថាពូជណាល្អក៏យើងចេះតែទិញចេះអីទៅកាលនេះគេល្បីពូជនេះខ្ញុំទៅទិញល្បីពូជនោះខ្ញុំទៅទិញនិយាយទៅខ្ញុំចំណាយអស់ច្រើនហើយមន់ដែលខ្ញុំទិញមកពីក្រៅក៏នឹងមួយសក់500 600 700អីចឹងទៅប៉ុន្តែជាក់ស្ដែងលទ្ធផលដែលទទួលបានវាអត់ដូចចិត្តយើងទេដោយសារអីមេបាទិញថ្លៃយើងអត់ល្បីគេអត់ស្គាល់យើងគេហ៊ានទិញយើងថ្លៃទេទោះជាកັບស្លាប់កັບកងជើងក៏ដោយកັບស្លាប់កັបកងជើងយើងនិយាយតែចំពោះអ្នកដែលទៅចំចាប់ផ្ដើមទេគេឲ្យតម្លៃប៉ុន្តែយើងជាអ្នកចិញ្ចឹមបានអ្នកចិញ្ចឹមដូចគ្នាឲ្យតម្លៃប៉ុន្តែបើសិនជាយើងនិយាយអស់សម្រាប់ក្នុងខ្សែវៀនគេនិយាយទេគេនិយាយតែគីឡូតទឹកលុយទេហើយមួយទៀតគេឲ្យតម្លៃតែត្រង់ទេឈ្មោះត្រង់ណាដែលរៀងល្បីអញ្ចឹងទៅក៏មាន credit អីតាមហ្នឹងទៅតែបើសម្រាប់យើងថ្មីថ្មោងគឺអត់ទេអញ្ចឹងខ្ញុំសន្លឹងឃើញថាខ្ញុំពេលហ្នឹងខ្ញុំទិញប្រភេទស៊ីនហ្នឹងមកច្រើនប៉ុន្តែការបង្កាត់មកវាទទួលបានលទ្ធផលទី1ពួកអាស៊ីនហ្នឹងវាបាក់ថែពួកនឹងស៊ូតតូចបាក់ថែអញ្ចឹងមិនជោគជ័យទេមកទល់សប្តាហ៍ថ្ងៃនេះពូជដែលខ្ញុំចិញ្ចឹមបានគឺក្រុសឈីមហើយបើស៊ីនពីស្រុកវាមកគឺខ្ញុំពិបាកថែវាមែនតើបងប្អូនបាក់ថែអញ្ចឹងខ្ញុំ recommend បងប្អូនថាមន់នឹងត្រង់ខ្លួនឯងមានអីចិញ្ចឹមហ្នឹងទៅកុំឲ្យខាតពេលដូចខ្ញុំខាតលុយដូចខ្ញុំខាតពេលវេលាដូចខ្ញុំណាអញ្ចឹងបើយល់ល្អកុំលេងកូនបើយល់ល្អកុំហ្មងព្រោះដោយសារអីមានអីចាំហ្នឹងទៅមានចំផនមានមន់ជួនចាំមន់ជួនបង្កាត់វាទៅក្រោះឈាមក្រោះអីវាចឹងទៅព្រោះយើងចាំគ្រប់គ្រងឲ្យអ្នកលក់យកទៅជុលយើងជាអ្នកលក់អញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចង់ចែករំលែកបងប្អូនប៉ុណ្ណឹងបើស្រឡាញ់ចូលចិត្តcomment ពីទស្សនៈបងប្អូនឬក៏ការយកឃើញបងប្អូនផងខ្ញុំសុំមើលដែរណាអរគុណច្រើនឬក៏បត់ពិសោធន៍បងប្អូនពីមុនមកតើមិនដែរចាច់បោកគេណាខ្លះប្រាប់ខ្ញុំផងណាអូខេអរគុណជម្រាបលា